និយាយពីរឿងទុរេនដែលយើងកំពុងល្បីថានាំចូលពីថៃហ្នឹងវាអត់តមានការស្រាយសោះទោះបីជាសមត្ថកិច្ចចុះទៅក៏បញ្ជាក់ថានេះគឺជាទុរេនក្នុងស្រុកឬអីប៉ុន្តែដើម្បីស្រាយអត់ពិបាកទេឥឡូវទិញពីតាណាយកពីតាណាចការណាថតចការហ្នឹងមកទៅថតដើមទៅថតពេលបេះទៅថតពេលតម្លាក់ហ្នឹងមកថតពេលរើសដាក់ឡានហ្នឹងមកអាហ្នឹងហើយប៉ុណ្្នឹងគឺចប់រឿងអ្នកលក់ទុរេនណាមានផោះតាំងខ្លួនឯងមកបង្ហាញមកកុំមករបៀបយកមកពីយួនក៏ថាត្រេនខ្មែរអាលួចយកចូលពីណាមកក៏ជាអថារបស់ខ្មែរយើងធ្វើអញ្ចឹងវាបាត់បង់ការពិតវាធ្វើមនុស្សខ្លាចល្អអញ្ចឹងទៅទីទៀតទៅផលដែលប៉ះពាល់មិនដឹងជាត្រេនគេមិនដឹងជាត្រេនយើងមិនដឹងត្រេនសៀមមិនដឹងត្រេនយួនមិនដឹងត្រេនខ្មែរដល់វាប៉ះពាល់ពេលដែលត្រេនខ្មែរដល់ពេលប្រមូលផលយកមកលក់អត់ចេញនេះអ្វីដែលយើងកំពុងគិតហ្នឹងយើងខ្លាចប៉ះបោះថៃខ្លាចប៉ះបោះគេតែដល់ពេលយើងលែងទិញស៊ីលែងទិញយកមកទទួលទានងាប់អាជីវករក្នុងស្រុកងាប់អ្នកដាំក្នុងស្រុកនេះវិញផ្សារពិចារណាមើលឥឡូវស្រាយទាំងអស់គ្នាទៅបើថាបងឯងទិញមកពីណាបង្ហាញមកនេះខ្ញុំយកពីការនេះបើមិនជឿនេះវីដេអូនេះរូបភាពនេះខ្ញុំបង្ហាញខ្ញុំបង្ហោះនេះមានរូបថតមានអីទៅមកជាប្រវត្តិលោកជឿកុំគាត់ថាអូមិនមែនទេនៅក្នុងស្រុកទេទោះអត់មានអីបងនិយាយតែមាត់រកការពិតឲ្យឃើញមកគេចាំតែគ្រប់ត្រតារឿងរបស់ខ្មែរយើងប៉ុនរបស់ខ្មែរយើងទៅលួចធ្វើនៅកូរ៉េនៅចិននៅវៀតណាមយកមកកុហកខ្មែរគ្នាឯងថាខ្មែរមិនខ្មែរទិញទីងំរបស់ដាំខ្លួនឯងចាំមិនថាតោះធ្វើទៅបង្ហាញការពិតមកអ្នកគ្រប់ត្រចាំតែគ្រប់ត្រចាំតែទិញហូបទេ